គាត់សួរថាតើយើងទារប្រាក់ប៉ុន្មានសាច់ប្រាក់ហុងកុង2000លានហើយលេខស៊េរីមិនត្រូវគ្នាទេសរុបសាច់ប្រាក់ហុងកុង2000លានហើយលេខស៊េរីមិនត្រូវគ្នាដាច់ខាតខ្ញុំគ្មានសាច់ប្រាក់ច្រើនដល់ថ្នាក់នឹងទេសូមទុកពេលឲ្យខ្ញុំ2ថ្ងៃបានទេកុំមកប្រាប់ខ្ញុំថាគ្មានសាច់ប្រាក់ឲ្យសោះថ្ងៃនេះប្អូនប្រុសខ្ញុំនៅកាស៊ីណូនីងសៀចាញ់អស់200លានត្រឹមតែ3ម៉ោងប៉ុណ្ណោះថាមិនមានសាច់ប្រាក់ខ្ញុំទុកពេលឲ្យអ្នក5ម៉ោងដើម្បីប្រមូលលុយឲ្យគ្រប់បើខ្ញុំមិនឃើញលុយទេខ្ញុំនឹងកាប់ហ៊ឺប៉ាវហ្វានជា5-4កំណាត់មិនខានដើម្បីសុវត្ថិភាពស្វាមីលោកស្រីហ៊ឺប្រញាប់ប្រាប់កូនប្រុសឲ្យប្រមូលប្រាក់លុះព្រមជាមួយគ្នានោះតាមការណែនាំរបស់ហ៊ឺធាននាងក៏ឲ្យគេទៅហ៊ូកលីហាំងខ្ញុំចង់សួរអ្នកបន្តិចតើអ្នកស្គាល់ប៉ូលីសម្នាក់ឈ្មោះហ៊ឺធានទេស្របពេលជាមួយគ្នានោះហ៊ឺធានបានឲ្យគេយកពុកមកបិទបាំងខ្លួនគាត់នឹងទូទឹកកកជុំចិត្តដើម្បីការពារកុំឲ្យការផ្ទុះប៉ះពាល់ដល់អ្នកដទៃនិងសង្ឃឹមថានឹងកាត់បន្ថយគ្រោះថ្នាក់ឲ្យនៅតិចបំផុតចំណែកហ៊ូកពេលទទួលបានដំណឹងភ្លាមក៏បន្លំខ្លួនជាអង្គរៈការពាររថយន្តដឹកលុយឆ្លៀតឱកាសពេលលើកប្រអប់ចូលដល់ចំណតសន្តាគារត្រកូលហ៊ឺយ៉ាងរលូនប្រអប់លុយត្រូវលើកចូលជាបន្តបន្ទាប់រៀបរយហើយតែមកខ្ញុំឃើញហ៊ូកចូលមកដល់ហ៊ឺធានប្រញាប់ប្រាប់ថាមានឧបករណ៍លួចស្ដាប់ផ្ដល់សញ្ញាប្រាប់កុំឲ្យបញ្ចេញសំឡេងដាច់ខាតប៉ុន្តែភាពស្ងាត់ជ្រុងខុសប្រក្រតីនេះធ្វើឲ្យឡុងជីឆាងដែលនៅម្ខាងទៀតចាប់ផ្ដើមសង្ស័យដូច្នេះគេក៏ប្រញាប់ទៅព្រមានហ៊ឺធានអាឡូវីនពីនមិនក៏ស្ងាត់ម្លេះចង់ឲ្យខ្ញុំនិយាយជាមួយឯងរហូតមែនទេកុំតន់អាវនិយាយអីចាំខ្ញុំទៅវិញក្រោយពីបំបត្តិការសង្ស័យរបស់ឡុងជីឆាំងធានក៏ចាប់ផ្ដើមរៀបចំដោះអាវគ្រាប់បែកចេញពីខ្លួនក៏បានហៅក្រុមអ្នកជំនាញដោះមីនមកជួយគាត់ដែរអ្នកជំនាញដោះមីនក្រោមការណែនាំរបស់ហ៊ឺធានបានប្រើកាមេរ៉ាឆ្លុះមើលយ៉ាងប្រុងប្រយ័ត្នពីខាងក្នុងដើម្បីពិនិត្យមើលបណ្ដាញខ្សែភ្លើងទោះបីវាជាស្នាដៃរបស់ឡុងជីឆាំងតែវាធ្វើឲ្យអ្នកជំនាញគ្រឿងផ្ទុះដូចជាហ៊ឺធានមិនហ៊ានធ្វេសប្រហែសសូម្បីតែបន្តិចក្រោយពីពិនិត្យយ៉ាងល្អិតល្អន់រួចមកទីបំផុតហ៊ឺធានបានរកឃើញទីតាំងខ្សែបញ្ឆេះហើយផ្ដល់សញ្ញាឲ្យសហការីកាត់វាផ្ដាច់បន្ទាប់ពីកាត់ខ្សែផ្ដាច់បានជោគជ័យដោយមានការជួយពីសហការីទីបំផុតហ៊ឺធានអាចដោះអាវគ្រាប់បែកចេញដោយសុវត្ថិភាពសម្លឹងមើលខ្សែភ្លើងដ៏ស្មុគស្មាញនៅចំពោះមុខនិងគ្រឿងផ្ទុះទម្ងន់រាប់គីឡូនេះសូម្បីតែហ៊ឺធានដែលធ្លាប់ឆ្លងកាត់រឿងធំក៏ព្រឺសម្បុរខ្ញាក់ដែរក្រោយពីរងាប់អារម្មណ៍ភ័យរន្ធត់បានបន្តិចគាត់ក៏ប្រញាប់រកមើលក្នុងបន្ទះស៊ីខ្វីហើយទាញយកឧបករណ៍លួចស្ដាប់និងប្រព័ន្ធកំណត់ទីតាំងចេញមកបន្ទាប់មកគាត់ដាក់ឧបករណ៍លួចស្ដាប់ចូលក្នុងប្រអប់យ៉ាងថ្នមរួចឲ្យសហការីយកប្រអប់នោះទៅប្រគល់ឲ្យលោកស្រីហ៊ឺទុកឲ្យពួកគេបន្តនិយាយគ្នាដើម្បីបញ្ឆោតឡុងជីឆាំងឆាប់ទៅជាໄວទៅមើលថាតើប្រមូលលុយបានដល់ណាហើយចាស់បានពីសំឡេងសន្ទនាតាមរយៈឧបករណ៍លួចស្ដាប់ឡុងជីឆាំងដែលមានការសង្ស័យច្រើនក៏ព្រមដាក់ចិត្តស្ងប់ពេលនេះហ៊ឺធានកំពុងតែសិក្សាអាវគ្រាប់បែកនៅឡើយឲ្យតែដោះឧបករណ៍បញ្ជាពីចម្ងាយចេញបានការគំរាមកំហែងពីគ្រាប់បែកនឹងត្រូវលុបបំបាត់ទាំងស្រុងតែបញ្ហាគឺថាក្នុងអាវនេះមានទូរស័ព្ទ2និងម៉ាស៊ីនផ្ញើសារមួយហើយស៊ីមកាត់ទាំងអស់ត្រូវបានផ្សារភ្ជាប់គ្មាននរណាដឹងច្បាស់ទេថាមួយណាជាឧបករណ៍បញ្ឆេះពិតប្រាកដរឿងនេះធ្វើឲ្យហ៊ឺធានស្ទាក់ស្ទើរមួយសន្ទុះតែក្នុងពេលនោះកូនប្រុសច្បងដែលរវល់ប្រមូលប្រាក់លុះក៏ស្ទុះចូលមកប្រាប់ថាប្រាក់លុះ2000លានត្រូវបានរៀបចំរួចរាល់ហើយហ៊ឺធានចង់ខាត់តែហួសពេលទៅហើយវិនាទីបន្ទាប់ទូរស័ព្ទរបស់ឡុងជីឆាំងក៏រោទឡើងហ៊ឺធានឃើញដូច្នេះក៏គ្មានជំរើសក្រៅពីលើកទូរស័ព្ទអាឡូហ៊ឺធានលុយប្រមូលគ្រប់ហើយមែនទេគ្រប់ហើយឬនៅបាទគ្រប់ហើយឥឡូវឯងដើរចេញមកមាត់ទ្វារឈរនៅក្បែរឡានឲ្យខ្ញុំមើលឃើញឯងសិនស្ដាប់សម្ដីរបស់ឡុងជីឆាំងហើយងាកមកមើលអាវគ្រាប់បែកនៅនឹងមុខបេះដូងរបស់ហ៊ឺធានធ្លាក់ក្តុកដល់បាតជើងភ្លាមមួយរំពេចតែគាត់នៅតែចង់ឆ្លៀតប្រើពេលដ៏ខ្លីចុងក្រោយនេះដើម្បីដោះគ្រាប់បែកដដែលគាត់ក៏បានផ្ដាំផ្ញើបណ្ដាំចុងក្រោយទៅហ៊ូកឲ្យជួយមើលថែម្ដាយគាត់ថ្ងៃទី26ខែមេសាជាថ្ងៃកំណើតម៉ែខ្ញុំមានន័យថាថ្ងៃកំណើតម៉ែឯងខ្ញុំនឹងទៅញ៉ាំអីជាមួយគាត់យើងទៅទាំងអស់គ្នាបន្ទាប់មកហ៊ូកប្រញាប់បញ្ជាឲ្យមនុស្សទាំងអស់ក្នុងវីឡាចាក់ចេញពីតំបន់គ្រោះថ្នាក់នេះជាបន្ទាន់ហើយជំលៀសទៅកាន់ទីសុវត្ថិភាពមុនពេលចាក់ចេញគាត់បានសម្លឹងមើលហ៊ឺធានដោយក្រសែភ្នែកពោពេញដោយភាពម៉ឺងម៉ាត់និងជំនឿចិត្តយ៉ាងណាមិញនៅចំពោះមុខនីតិប្រជុំរវាងការរស់និងការស្លាប់នេះសូម្បីតែបុរសដែលថែបដូចជាហ៊ឺធានក៏មិនអាចហាមឃាត់ដៃមិនឲ្យញ័របានដែរតែឡុងជីឆាំងមិនទុកពេលឲ្យគាត់គិតឬស្ទាក់ស្ទើរនោះទេហ៊ឺធានខ្ញុំទុកពេលឲ្យឯង30វិនាទីតើចេញមកក្រៅទ្វារឲ្យខ្ញុំឃើញមុខឯងភ្លាមខ្ញុំលែងមានការអត់ធ្មត់ហើយ25 24 23 22 21 20 9 8 7 6 5 4 3 2នៅពេលការរាប់ថយក្រោយបញ្ចប់ហ៊ឺធានក៏ដើរចេញមកក្រៅទាំងពាក់អាវគ្រាប់បែកជាប់នឹងខ្លួនម្ដងទៀតពីសេចក្តីរាយការណ៍ពីកូនចៅឡុងជីឆាំងក៏ផ្អាកការចុចបញ្ឆេះបន្ទាប់មកគេប្រាប់ឲ្យហ៊ឺធានបើកប្រអប់នៅឃ្លុបខាងក្រោយឡានក្នុងប្រអប់នោះសុទ្ធតែលុយលោកប៉ាខ្ញុំទុកពេលឲ្យឯងកន្លះម៉ោងបើកឡានទៅកាន់កំពង់ផែផ្លូវឲ្យយន្តចាស់បើមានអ្នកមកទទួលឯងសិនតឹងទៅកំពង់ផែជាវអៅទទួលអីវ៉ាន់ភ្លាមគ្រប់យ៉ាងហៀបនឹងបញ្ចប់លោកបណ្ឌិតប្រញាប់ផ្ញើសារទៅហ៊ឺធានប្រាប់ថាហ៊ឺប៉ាវហ្វានត្រូវបានគេចាប់ឃុំនៅវីឡាក្នុងវ៉ានចៃឃើញបែបនេះហ៊ឺធានក៏បដូរផែនការដើមភ្លាមគាត់បានបត់ចូលទៅក្នុងរូងក្រោមដីយ៉ាងតក់ក្រហល់ដើម្បីកាត់ផ្តាច់សេវាប្រព័ន្ធកំណត់ទីតាំងឡុងជីឆាំងឃើញសេវាត្រូវបានកាត់ផ្តាច់ក៏ចាប់ផ្ដើមភ័យស្លន់ស្លោមិនក៏បាត់សេវាអញ្ចឹងប្រហែលជាចូលក្នុងរូងក្រោមដីហើយទើបសេវាអរអួលគឺដូច្នេះឡុងជីឆាំងក៏លែងនិយាយស្ដី
បានត្រឹមតែរងចាំដោយក្តីកង្វល់ក្នុងពេលជាមួយគ្នានេះដែរវាបានផ្ដល់ពេលវេលាដ៏មានតម្លៃមួយចំនួនដល់ហ៊ឺធានក៏ឆ្លៀតឱកាសនេះជួបជាមួយហ៊ូកក្នុងរូងក្រោមដីហើយប្រគល់ឧបករណ៍កំណត់ទីតាំងនិងអាវគ្រាប់បែកទៅឲ្យហ៊ូកទាំងអស់ហ៊ឺប៉ៅហ្វានប្រហែលជានៅក្នុងវីឡានោះខ្ញុំនឹងបញ្ជូនមនុស្សឲ្យតាមដានមិនបានទេធ្វើបែបនេះមានតែបង្អើលពោះឲ្យរត់ចូលព្រៃទេឡុងជីឆាំងហៅខ្ញុំឲ្យយកលុយទៅកំពង់ផែជាវអៅរបស់នេះឯងយកទៅចំណែកខ្ញុំនឹងទៅវីឡានោះ